ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់នាងខ្ញុំសាជាថ្មីម្ដងទៀតចំពោះថ្ងៃនេះវីដេអូរៀងប្លែកបន្តិចបងដោយសារតែខ្ញុំចង់អាប់ដេតពីសកម្មភាពនៃការរៀបចំផ្ទះគំរូចង់ដឹងថាមួយថ្ងៃពេញនេះខ្ញុំជាមួយនឹងក្រុមការងារធ្វើសកម្មភាពអ្វីខ្លះកុំភ្លេចតាមដានទស្សនាវីដេអូនេះរហូតដល់ចប់ផងណាហើយសម្រាប់វីដេអូនេះផងដែរក៏ចង់ជំរាបជូនទៅកាន់បងដែលគាត់តែងតែសួររកជីវភាពផ្ទះវិឡានៅក្នុងគម្រោង ML Greenland ចង់ដឹងថាឥឡូវនៅសល់ចំនួនប្រមាណចាសម្រាប់ផ្ទះវិឡានៅក្នុងគម្រោង ML Greenland បច្ចុប្បន្ននេះខាងប្អូនមានចំនួនតែ4ផ្ទះទៀតតែប៉ុណ្ណោះបងចាជីវភាពផ្ទះវិឡា L ផ្ទះ5បន្ទប់គេ6បន្ទប់ទឹកដែលខាងប្អូនមានជាទំហំដីក្បាលដី15ម៉ែត្រចម្រៅបាន30ម៉ែត្រនិងជីវភាពផ្ទះក្បាលដី22ម៉ែត្រកន្លះចម្រៅបាន30ម៉ែត្រអញ្ចឹងបងមានជាចំណាប់អារម្មណ៍កុំភ្លេចអញ្ជើញមកដល់ទីតាំងគម្រោងខាងប្អូនផ្ទាល់បានដោយសារតែឥឡូវនេះខាងប្អូនមានជាផ្ទះគំរូសម្រាប់បង្ហាញជូនបងផ្ទះស្តង់ដារដែលសាងសង់ហើយបានច្រើនមែនទែនបងទិញហើយឆាប់បានចូលរស់នៅជាពិសេសនៅក្នុងគម្រោងនេះផងដែរគឺអតិថិជនចូលរស់នៅច្រើនអ៊ូអរកកកអត់ស្ងាត់ទេបងតាគ្នាចាចំពោះទីតាំងគម្រោងកាន់តែល្អមែនទែនបងតាគ្នាធ្វើដំណើរទៅខាងអ៊ីអន3ក៏ចិត្តបងអញ្ជើញទៅខាងព្រីយន្តហោះថ្មីក៏ធ្វើដំណើរចិត្តដែរបងតាគ្នាសម្រាប់ទីតាំងនេះផងដែរបើសិនជាបងបានទិញហើយច្បាស់ជាអត់ខុសបំណងទេទាំងម៉ូទែទាំងតម្លៃទាំងទីតាំងគឺល្អខ្លាំងមែនទែនសម្រាប់បងតាគ្នាមានជាចំណាប់អារម្មណ៍កុំភ្លេចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទដែលបងអូននៅលើ caption នឹងបានជាមួយនឹង link Telegram បងអាចទំនាក់ទំនងមួយណាក៏បានដែរឥឡូវនេះសូមបង្វែរអារម្មណ៍បងមកទស្សនាពីសកម្មភាពការរៀបចំរបស់នាងខ្ញុំនិងក្រុមការងារបន្តទៀតបានអរគុណច្រើនជម្រាបលាបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល